ចឹងឥឡូវបងកែលំហាត់ទី1ឲ្យចឹងនៅក្នុងខែមករាចំណុច entry ដែលយើងកត់មកមានតែ5 transaction នេះទេមុនពេលចុះបញ្ជីចឹងនៅក្នុង GL របស់យើងបង refresh ឲ្យចឹងយើងមើល TB ចឹងTB សម្រាប់ cash on hand នេះគឺជាគឺត្រូវផ្ទៀងផ្ទាត់មកគ្រប់ត្រូវផ្ទៀងផ្ទាត់ជាមួយសាច់ប្រាក់ក្នុងដៃបេឡាជាក់ស្ដែងឬក៏យើងហៅថា cash count ចឹងក្នុងករណីដែល cash count របស់យើងឃើញតិចជាង15200អាហ្នឹងគឺមានបញ្ហាអឺដែលយើងអាចមានចំណាយដែលយើងកត់អត់អស់ឬក៏មានបញ្ហាអីផ្សេងចឹងកន្លែងនេះដូរទៅជាដុល្លារអូខេអបន្ទាប់មកទៀត prepaid rental prepaid rental នេះដោយសារជាពពួក security deposit អញ្ចឹងអត់មានជាកម្មវត្ថុទៅលើការធ្វើនិយត្តកម្មអីទេលុយនោះ to be refund នៅពេលដែលចាប់កងត្រាឬក៏នឹងត្រូវបានអឺកាត់កងមួយខែចុងក្រោយនៃកងត្រាជាដើមអញ្ចឹងឥឡូវវាទៅដល់កៅរ៉ីអញ្ចឹងកន្លែងនេះយើងប្រើពាក្យថាជា security deposit มันមាននិយត្តកម្មក្នុងខែមករា2026ឡើយ Other prepaid ចឹង Other prepaid 3300នេះយើងចូលទៅ double click មកយើងនឹងឃើញថាមាន1500គឺជាប្រាក់កក់ទៅជាងម៉ៅការហើយនឹង1800ទៀតគឺអឺលុយសម្រាប់យើងចុះបញ្ជីបើកក្រុមហ៊ុនថ្មីដែលយើងបានកត់ត្រាជា prepaid អញ្ចឹងតាំងពីប្រតិបត្តិការនេះអត់ជាកម្មវត្ថុនៅក្នុងការធ្វើនិយត្តកម្មទៀតអញ្ចឹងកន្លែងនេះបងសូមនេះបងប្រាប់របៀបពេលដែលយើងធ្វើគណនេយ្យណាអញ្ចឹងកន្លែងនេះអស់ហើយអញ្ចឹងអានេះគឺ prepaid យើងទូរនេះអញ្ចឹងវាអត់មានទេអញ្ចឹងសរុបមកវិញมันមាននិយត្តកម្មឡើយខែមករាឆ្នាំ2026សម្រាប់ cost of leasehold យើងចូលទៅមើលសិនអញ្ចឹងដើម្បីយើងចូលទៅមើលយើងអាច double click មកអញ្ចឹងcost of leasehold នេះយើងបន្ទាប់សិនបងសុំយក chat account ដាក់ក្រោមអានេះជា leasehold improvement អញ្ចឹងអានេះគឺយើងដំឡើងទំហំប្រើប្រាស់អគ្គិសនីចាំតិចបងចូលទៅមើលធានបទតិចនៅប្រតិបត្តិការចុងក្រោយនេះគឺយើងដំឡើងឈប់ វា is បងសុំមើលប្រធានលំហាត់បន្តិចថ្ងៃទី28ថ្ងៃទី28ខែមករាយើងចំណាយលើសេវាកម្មតភ្ជាប់តឡាអគ្គិសនីទៅ Mr. Pirom តែដោយសារតែយើងមានម៉ៅការសាំងសុងដែរអញ្ចឹងយើងតឡាអគ្គិសនីនេះយើងនឹង subject ទៅលើរឿងleasehold improvement នៅពេលដែលមកការចប់អញ្ចឹង currently យើងអាចនិយាយបានថាទំហំអគ្គិសនីដែលយើងប្រើប្រាស់
នៅក្នុងខែមករាហ្នឹងអត់ជាកម្មវត្ថុនៅក្នុងការធ្វើនិយត្តកម្មទេអញ្ចឹងមិនទាន់ប្រើប្រាស់ឬមិនទាន់រុញចូលជាការបញ្ចប់ការដេកូហ៊ុនហឹមដល់ហើយអញ្ចឹងនៅក្នុងខែមករាអ្វីដែលជាកម្មវត្ថុនៅក្នុងការធ្វើ prepaid របស់យើងគឺមានតែ other prepaid ជាមួយនឹងពពួក cost of leasehold នៅទេប៉ុន្តែដោយសារតែ prepaid របស់យើងនេះគឺ prepaid ពីរសាច់រឿងដែលទីមួយតកតងទៅនឹងយើងប្រាក់កក់ទេជា security deposit ទេប៉ុន្តែយើងហូនចូលនៅក្នុង prepaid ដែលយើងបានបង់លុយកក់ទៅគេប៉ុន្តែអត់បានទួលសេវាកម្មហើយនឹងមួយទៀតរឿងចុះបញ្ជីអញ្ចឹងយើងសុទ្ធតែអត់បានប្រើប្រាស់សេវាកម្មនឹងទេអញ្ចឹងគឺអត់មានអីដែលជាការធ្វើនិយត្តកម្មទេអឺសម្រាប់តកតងទៅនឹង cost of leasehold improvement នេះក៏បងអត់បានធ្វើនិយត្តកម្មដែរព្រោះយើងអត់បានប្រើប្រាស់អឺបញ្ចប់ការងារនឹងឲ្យប្រើប្រាស់បូកចូលជាមួយនឹងដេកឲ្យព្រោះដោយអ្វីដែលបងលើកឡើងអញ្ចឹងគោលបំណងរបស់យើងនឹងយកអានេះយើងនឹងយក renovation របស់ Mr. ដែលគាត់មកការ renovation ជាមួយដេកហ្នឹងមកដាក់ជាមួយនឹងប្រើប្រាស់ភ្លើងជាមួយគ្នាអញ្ចឹងកន្លែងនេះយើងនឹងរុញចូលនៅពេលដែលមកការចប់យើងរុញចូល list cost of leasehold improvement ហើយបានយើងយកវាទៅធ្វើទៅធ្វើ adjustment ទៅធ្វើ depreciation តែម្ដងអញ្ចឹង currently យើងអត់មានការប៉ះពាល់អីនៅឡើយទេអញ្ចឹងទាក់ទងទៅនឹង fixed asset យើងធ្វើ depreciation គឺដើម្បីទទួលស្គាល់នៅការប្រើប្រាស់នៅការទទួលស្គាល់ចំណាយដែលយើងបានប្រើប្រាស់វាអស់នៅធនធាននៅក្នុងខែនេះប្រើអស់ប៉ុណ្ណេះចឹងទៅឬក៏ការសក្តិកិរិលអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺយកតែបានប្រើប្រាស់ទេអញ្ចឹង that's why នៅក្នុងខែមករានេះយកតែមានការធ្វើនិយត្តកម្មទេអញ្ចឹងសរុបមកវិញជាលទ្ធផលនៅក្នុងខែមករានេះអឺក្រុមហ៊ុនគឺមានសាច់ប្រាក់នៅសល់15,200យើងមាន security deposit អឺទឹកប្រាក់4,100ហើយនឹង cost of leasehold ហ្នឹងជា asset របស់យើងដែលយកតាមបានប្រើប្រាស់ហ្នឹងគឺ$500ដែរហើយដើមទុនដែលយើងបានដាក់ capital injection របស់យើងគឺ$20,000ម្នាក់$10,000តែយើងនៅក្នុងកន្លែងនេះយើងមានខាត$200នៅលើ rent expense កន្លះខែដែលយើងបានជួលដែលយើងបានទទួលស្គាល់ថាយើងបានជួលរយៈពេលកន្លះខែហ្នឹងអញ្ចឹងនៅក្នុងខែមួយគឺមានប្រហែលហ្នឹងអញ្ចឹងបងសេវឲ្យបងតម្លាក់ file ហ្នឹងឲ្យ